ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទតើបងប្អូនយល់យ៉ាងណាដែរសម្រាប់វីដេអូមួយនេះបាទវីដេអូនេះគឺខ្ញុំថតអំពីព្រះសង្ឃបាទបងប្អូនឃើញហើយបាទនៅក្នុងទឹកដីអង្គរហ្នឹងគឺខ្ញុំតែងតែថតបើសិនជាមានព្រះសង្ឃមកអញ្ចឹងគឺខ្ញុំតែងតែថតដើម្បីឲ្យបងប្អូនបានឃើញបាទសម្រាប់វីដេអូមួយនេះគឺឃើញថាព្រះសង្ឃដែលមុនមកហ្នឹងគឺតម្រង់ជួរគ្នាបានល្អបាទគឺអត់បែកគ្នាអញ្ចឹងណាអត់មុនតាណាតណៃបែកគ្នាទេបាទគឺដើរតាមរបស់ព្រះសង្ឃថាដូចតែមានមេមួយសម្រាប់ដឹកនាំអញ្ចឹងគឺព្រះអង្គដែលនៅពីក្រោយនៅតាមជាប់រហូតបាទដោយវីដេអូនេះគឺថាល្អមែនតើបាទសម្រាប់ខ្ញុំណាតែសម្រាប់បងប្អូនមិនដឹងថាបងប្អូនយល់យ៉ាងណាទេបើសិនជាបងប្អូនយល់យ៉ាងណាទេបងប្អូនអាចជួយបញ្ចេញជាមតិយោបល់ដើម្បីឲ្យបងប្អូនទាំងអស់គ្នានឹងបានដឹងផងបាទជាទូទៅដែលខ្ញុំតែសង្កេតឃើញនៅកោវត្តយើងណាតែប្រសងនៅមុនមកអញ្ចឹងគឺភាគច្រើនគឺអត់ដែលឃើញដើរជុំគ្នាយ៉ាងនេះបាទតែតែឃើញបែកគ្នាលប៉ាត់លប៉ាជាងការមានប្រសងជាងការមានលោកយាយលោកតាដែលមកជាមួយប្រសងអញ្ចឹងគឺអត់ដែលបានជុំគ្នាយ៉ាងទេគឺភាគច្រើនគឺបែកគ្នាតែម្ដងតែសម្រាប់វីដេអូមួយនេះគឺខ្ញុំចាប់អារម្មណ៍មែនទែនបាទគឺឃើញប្រសងមុនជុំគ្នារហូតដល់នេះចូលទៅក្នុងនេះចូលទៅក្នុងចាំមើលបន្តិចទៀតគឺព្រះអង្គមុនចេញមកវិញបាទមុនចេញមកក្រៅវិញបាទនេះខ្ញុំថតតកន្លែងនេះគឺព្រះអង្គចេញមកវិញចេញព្រះអង្គដែលនាំមុខគេបាទនេះព្រះអង្គពងដើរកាន់ទូរស័ព្ទបាទសំទោសផងបងប្អូនបើសិនជាការនិយាយទៅមានអីមិនល្អសម្រាប់ប្រសងបាទគឺខ្ញុំអត់សូវចេះភាសាសងច្រើនទេបាទដោយសារតែអត់សូវបាននិយាយមួយសងអញ្ចឹងគឺមិនដឹងថាការដែលប្រសងមុនឬអត់ដើរអញ្ចឹងវាត្រូវអត់ទេបាទបងប្អូនសូមអធិស្ឋានណាបាទនេះគឺសកម្មភាពព្រះអង្គចាំគ្នាដើម្បីឲ្យជុំគ្នាទៅដើម្បីទៅបន្តទៀតបាទអញ្ចឹងព្រះអង្គបានមុនមកជុំគ្នាគឺកន្លែងនេះគឺថតរូបជុំគ្នាបន្តិចសិនបាទបន្ទាប់ពីព្រះអង្គថតជុំគ្នាហើយគឺព្រះអង្គនឹងនិមន្តទៅទៀតហើយបាទនេះគឺតែថតក៏ថតជុំគ្នាដែរបាទមានប្រសង2អង្គដែលនៅខាងមុខហ្នឹងគឺថតបាទបន្ទាប់ពីថតហើយគឺព្រះអង្គនឹងនិមន្តទៅទៀតបាទនេះព្រះអង្គមុនទៅនេះដែលព្រះអង្គធំជាងគេមុនទៅបាទគឺថាបាទនៅអង្គររាល់ថ្ងៃបាទខ្ញុំតែងសង្កេតឃើញថាសម្រាប់ភ្ញៀវបរទេសបាទបើសិនជាឃើញប្រសងគឺចូលចិត្តថតណាបាទភ្ញៀវបរទេសណាបាទតែសម្រាប់ខ្មែរយើងដូចជាមិនសូវចូលចិត្តថតប្រសងប្រហែលទេបាទខុសពីភ្ញៀវបរទេសអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនឃើញវីដេអូរបស់ខ្ញុំហើយសូមបងប្អូនជួយ share ផងបាទដើម្បីឲ្យដល់ទៅភ្ញៀវបរទេសដែលគាត់ចង់ឃើញប្រសងអញ្ចឹងណាបាទនេះបើសិនជាភ្ញៀវបរទេសឃើញវិញគឺចូលចិត្តថតណាបាទអញ្ចឹងការ share របស់បងប្អូនហ្នឹងគឺជាការជួយផ្សព្វផ្សាយទៅដល់ពិភពលោកថាអង្គរវត្តរបស់យើងហ្នឹងគឺពិតជាស្រស់ស្អាតណាស់បាទភ្ញៀវបរទេសគឺចំណាយលុយច្រើនណាស់មកលេងអង្គរវត្តរបស់យើងបាទអញ្ចឹងនៅពេលដែលឃើញអង្គរវត្តយើងគឺថាគឺពិតជាអស្ចារ្យណាស់បាទអញ្ចឹងដូច្នេះហើយក៏សូមអរគុណសម្រាប់បងប្អូនដែលបានជួយ like ហើយនិងជួយ subscribe channel របស់ខ្ញុំបាទហើយក៏សូមជូនពរបងប្អូនទាំងគ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យជួបប្រទេសតែសេចក្តីសុខនៅក្នុងក្រុមគ្រួសាររបស់បងប្អូនទាំងអស់គ្នាបាទសូមឲ្យប្រទេសកម្ពុជាយើងសម្បូរសប្បាយបាទសូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាបាទតែបានមើលវីដេអូរបស់ខ្ញុំអរគុណច្រើន